បាទសូមជូនរបៀបបង្កើនប្រូតអ៊ីនស្រូវបាទស្រូវធម្មតាស្រូវស្ងួតចេះយើងវាមានប្រូតអ៊ីនប្រហែលជា10%បងប្អូនណាបាទខ្ញុំនិយាយប្រហែលដោយសារវាប្រែប្រួលបន្តិចបន្តួចបាទនៅចន្លោះហ្នឹងណាបាទហ្នឹងហើយហើយយើងអាចបំលែងវាឲ្យទៅដល់រហូតដល់មានប្រូតអ៊ីន25%បាទប្រហែលខ្ទង់ហ្នឹងបាទ25%ឬក៏អាចលើឬក៏អាចខ្វះបន្តិចបន្តួចបាទនៅចន្លោះដល់ហ្នឹងណាបាទហ្នឹងហើយចឹងអឺស្រូវស្ងួតបើកាលណាយើងឲ្យស្រមន់យើងស៊ីសុតវាបានប្រូតេអ៊ីនតិចបាទបើយើងនិយាយទៅបើសិនជាយើងអត់ប្រឡែងមន់ទេមន់យើងក្រុងបាទគឺវាស៊ីតែស្រូវហ្នឹងគឺអត់រស់ទេបងប្អូនចង់និយាយថាវាប្រូតេអ៊ីនចិញ្ចឹមខ្លួនវាអត់រស់បាទហ្នឹងហើយព្រោះមន់សាច់យ៉ាងហោចណាស់ក៏បានប្រូតេអ៊ីន18% 19%ដែរ19%ទៅ20%អីហ្នឹងអេមបងប្អូនណាបាទហើយអញ្ចឹងស្រូវដែលយើងយកទៅដាំសំទោសយកទៅបណ្ដោះឲ្យដុះបាទយើងផ្អាប់ពីប្រយុទ្ធអញ្ចឹងអាខៀវចេះយើងអាច4យប់អីចឹងបងប្អូនណាបាទអញ្ចឹងបានខៀវប៉ុណ្ណេះគឺអេមបងប្អូនណាបាទចំណេញបាទចំណេញហើយប្រូតេអ៊ីនវាកើនបាទហើយមន់ស៊ីទៅបានទាំងអស់បងប្អូនរងរឹសទាំងក្របវានៅបាទក្របវាអត់តន់អង្គនៅក្នុងស្រូវនោះវាអត់តន់ខូចទេបាទហើយអញ្ចឹងយើងអាចចំណេញបាទចំណេញច្រើនវាថា1គីឡូយើងអាចបណ្ដោះដុះប៉ុណ្ណេះវាចូល2គីឡូអីជាង3គីឡូអីចឹងបងប្អូនបាទអញ្ចឹងចំណេញមែនតើបងប្អូនហើយអញ្ចឹងបើយើងអត់ចេះរកវិធីទេគឺយើងចាំមន់គឺខាតបងប្អូនណាបាទអឺចឹងនៅពេលដែលយើងបណ្ដោះបានស្អាតចេះបាទដោះបានល្អចេះបាទគឺយើងមើលឃើញពណ៌បៃតងអញ្ចឹងយើងមិនបាច់ចាំប្រើបន្លែផ្សេងមកចូលទេបាទគាត់ថាយើងបើស្អីយើងឲ្យវាស៊ីសុទ្ធមន់សាច់មន់អីយើងគឺប្រកាសជារាអីដោយសារវាប្រូតេអ៊ីនវាខ្ពស់បាទ25%បើយើងទៅនិយាយទៅវាខ្ពស់គួរសមមែនបាទអញ្ចឹងដាក់ឲ្យស៊ីសុទ្ធគឺអត់ដែរហើយអញ្ចឹងយើងអាចយកលីប៉ូតបងប្អូនណាបាទលីមួយប៉ូតបាទប៉ូតយើងមើលទៅប៉ូតប្រូតេអ៊ីនវាវាប៉ូតកិនហើយវាខ្ទង់ចន្លោះ10% 11%អញ្ចឹងបាទហើយអញ្ចឹងយើងបូកឧទាហរណ៍ថាស្រូវយើងប្រូតអ៊ីននេះយើងវាយថា25%អញ្ចឹងយើងយកអាប្រូតអ៊ីនប៉ូតហើយនិងប្រូតអ៊ីនស្រូវនេះយើងចែកជា2បាទចែកជា2ទៅឃើញប្រូតអ៊ីនសរុបហើយអញ្ចឹងចែកជា2ទៅឃើញប្រូតអ៊ីនប្រមាណឧទាហរណ៍ថាបើយើងប្រើពោត1គីឡូស្រូវនេះ1គីឡូបាទហើយអញ្ចឹង25បូកឲ្យ10ហើយអញ្ចឹងបាន35ចែក2បានប៉ុន្មានបាន17%ហើយអញ្ចឹង17% 18%បើយើងនិយាយទៅគឺអាចឲ្យបើមន់ពងបាទមន់ឯពងណាមេពងណាគឺអាចស៊ីបានបងប្អូនណាបាទយើងថែមតព្រីមិចថែមវីតាមីនអីតិចតួចទៀតគឺអាចស៊ីបានណាបងប្អូនណាបាទហ្នឹងហើយបើសិនយើងចង់ឲ្យមន់សាច់ស៊ីតោះយើងបង្កើនប្រូតេអ៊ីននឹងថែមតិចទៀតបងប្អូនណាបាទយើងអាចលីមួយចំណីថែមកន្លះគីឡូអីទៀតទៅគឺមន់សាច់យើងស៊ីបានណាបងប្អូនណាបាទពោត1គីឡូស្រូវបណ្ដោះ1គីឡូអីចឹងមកហើយចំណីកូនមន់ឬក៏ចំណីមន់យើងហ្នឹងបាទកន្លះគីឡូអីទៀតទៅបាទគឺយើងអាចដាក់វាស៊ីបានបងប្អូនណាហើយប្រូតេអ៊ីនវាគឺយើងបូក3នឹងចូលគ្នាទៅហើយគុណគីឡូវាទៅហើយចែកនឹង3បងប្អូនណាបាទថាតើយើងបានប្រូតេអ៊ីនប្រមាណបងប្អូនណាបាទបើបាន20% 21%អីហ្នឹងគឺមន់សាច់ស៊ីល្អឯងបងប្អូនណាបាទធាត់ល្អបងប្អូនបាទហើយអញ្ចឹងយើងបំលែងតាមនឹងបងប្អូនណាបាទយើងតស្គាល់វត្ថុធាតុដើមនេះប្រូតេអ៊ីនប្រមាណវត្ថុធាតុដើមនេះប្រូតេអ៊ីនប្រមាណយើងលាយទៅកុំឲ្យវាធាត់ពេកកុំឲ្យវាអន់ពេកបើកាលណាប្រូតេអ៊ីនយើងឧទាហរណ៍ថាបានតែ12 13%ឲ្យមន់ស៊ីគឺមន់នឹងស្គមឯងបងប្អូនណាបាទដាក់ទៅគឺស្គមឯងហើយអញ្ចឹងការចិញ្ចឹមមន់របស់យើងគឺកាលណាវាស្គមគឺគីឡូវាស្រកចុះហ្នឹងគឺស្កកគឺមន់នឹងឈឺទៅជាងាប់បាទអញ្ចឹងធ្វើឲ្យយើងខាតបងប្អូនណាបាទចាំមន់តែងាប់ហើយគឺខាតច្រើនហើយបងប្អូនណាហើយអញ្ចឹងការផ្ដល់ចំណីនេះគឺរឿងសំខាន់បងប្អូនបាទរឿងសំខាន់មានថាមន់អាចធំបានដោយសារចំណីបងប្អូនបើកាលណាយើងឲ្យដោយចេះតែលីទៅហើយមន់យើងអត់បានប្រឡែងបាទនៅក្នុងទ្រុងបែបនេះអីចឹងបាទគឺវាស៊ីអត់គ្រប់បងប្អូនណាកាលណាស៊ីអត់គ្រប់គឺមន់នឹងអត់ធំទេបងប្អូនបាទគឺក្រិននៅនឹងឯងហើយយើងចាំខាតតែពេលវេលាទេបាទហើយអញ្ចឹងទាំងសំខាន់គឺចំណីបាទទី1បាទទី2បានថ្នាំបាទថ្នាំវ៉ាក់សាំងថ្នាំការពារអីហ្នឹងទៅប៉ុន្តែអ្វីចម្បងបំផុតគឺចំណីហ្នឹងឯងបងប្អូនចំណីនឹងទឹកហ្នឹងបាទខ្វះមិនបានទេបាទហើយទឹកបាទយើងឲ្យតែទឹកធម្មតាក៏វាអាចធំដែរបាទ
សំខាន់គឺចំណីនឹងហ្មងធ្វើម៉េចឲ្យបានប្រូតេអ៊ីនទៅតាមអាយុមាន់បងប្អូនណាបាទកូនមាន់21%បាទមាន់ពង18%អញ្ចឹងទៅហើយមាន់សាច់19%ឬក៏20%ហើយអញ្ចឹងបើថាយើងកំណត់បានប៉ុណ្ណឹងមកគឺយើងចិញ្ចឹមមាន់ហ្នឹងគឺបានហើយបងប្អូនណាបាទគឺមាន់យើងអាចទទួលបានផលល្អហើយពងក៏ល្អអីក៏ល្អដែរបងប្អូនណាបាទហ្នឹងហើយបើសិនយើងអត់រៀនស្វែងយល់ទេយើងចិត្តតែចិញ្ចឹមចិត្តតែឲ្យស៊ីតែផ្ដេសតែផ្ដាស់មានថាមាន់របស់យើងប្រែប្រួលកាលណាស៊ីចំណីមួយថ្ងៃទៅមួយថ្ងៃប្រែប្រួលប្រូតេអ៊ីនឡើងចុះធ្វើឲ្យមាន់យើងសុខភាពអត់ល្អទេបងប្អូនណាបាទហើយអញ្ចឹងតោះតែយើងកំណត់ឲ្យបានច្បាស់ថាមាន់ពងប្រូតេអ៊ីនវា18%ហើយអញ្ចឹងកុំតឡើងឲ្យដល់21 25%ម្ដងស៊ីចេះម្ដងស៊ីចោះគឺមាន់របស់យើងគឺពងអត់ល្អទេបងប្អូនបាទហើយយើងតែងតែស្វែងរកចំណីមិនអីមិនឲ្យមាន់ស៊ីបានធាត់បានល្អអីចឹងអត់ទេមាន់ពងវាត្រូវការថា18%ល្មមវាអាចពងបានបងប្អូនណាបាទបើកាលណាលើសហ្នឹងវាធាត់ពេកវាអត់ពងទេបាទហើយអញ្ចឹងបើសិនជាមាន់សាច់អត់បញ្ហាទេបងប្អូនណាលើសខ្វះប៉ុន្តែវាអាចរាកបើកាលណាប្រែប្រួលច្រើន